ជួសង្គ្រាកំណាចទើបតែទៅផុតស្រីលង្កាត្រូវប្រឈមនឹងគ្រោះមហន្តរាយទឹកជំនន់នៅភាគខាងជើងក្រុងកូឡុំបូដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់159នាក់ស្លាប់និងបាត់ខ្លួន203នាក់នឹងបានជន់លិចផ្ទះសម្បែងជាង20000ខ្នងរដ្ឋាភិបាលបានបញ្ជូនកម្លាំងកងទ័ពស្រីលង្កាប្រមាណ20000នាក់ទៅជួយប្រជាជនរងគ្រោះនិងស្វែងរកអ្នកបាត់ខ្លួនព្រមទាំងបានជម្លៀសប្រជាជនចំនួន122,000នាក់ទៅកន្លែងមានសុវត្ថិភាពចំណែកប្រជាជនចំនួនប្រមាណជាង80,000នាក់ផ្សេងទៀតត្រូវការជំនួយជាបន្ទាន់ក្រោយពីជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនេះបើយោងតាមតុលាការបឋមរបស់មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កានៅថ្ងៃអាទិត្យទី30វិច្ឆិកាអាជ្ញាធរស្រីលង្កាបានប្រកាសអាសន្នអំពីកម្រិតទឹកទន្លេកេឡានីកាន់តែឡើងខ្លាំងនិងបានរាយការណ៍ថាតំបន់ចំនួនប្រមាណ1/3នៃប្រទេសគ្មានអគ្គិសនីអ៊ីនធឺណិតនិងទឹកស្អាតប្រើប្រាស់នៅថ្ងៃសៅរ៍ម្សិលមិញប្រធានាធិបតីស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននិងបានអំពាវនាវស្វែងរកជំនួយអន្តរជាតិភ្លាមនោះប្រទេសឥណ្ឌាបានបញ្ជូនជំនួយសង្គ្រោះបន្ទាន់និងឧទ្ធម្ភាគចក្រ2គ្រឿងព្រមទាំងក្រុមជួយសង្គ្រោះមកកាន់កន្លែងរងគ្រោះចំណែកប្រទេសជប៉ុនក៏នឹងបញ្ជូនក្រុមជួយសង្គ្រោះជាបន្ទាន់មកកាន់ប្រទេសស្រីលង្ការដ្ឋាភិបាលស្រីលង្កាក៏បានអំពាវនាវឲ្យប្រជាជនស្រីលង្កានៅក្រៅប្រទេសផ្ដល់ជំនួយថវិកាដល់ពលរដ្ឋរងគ្រោះក្នុងស្រុកគួររំលឹកថានៅឆ្នាំ2017ខ្យល់ព្យុះស៊ីក្លូនបានបង្កជាទឹកជំនន់បាក់ដីនិងបានសម្លាប់មនុស្សចំនួនប្រមាណជាង200នាក់និងមនុស្សរាប់សែននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងចំណែកគ្រោះមហន្តរាយទឹកជំនន់នៅខែមិថុនាឆ្នាំ2003វិញបានបណ្ដាលឲ្យមនុស្សស្លាប់រហូតដល់254នាក់នេះជាគ្រោះមហន្តរាយដ៏កំណាចបំផុតដែលមិនធ្លាប់កើតមាននៅស្រីលង្ការីឯកាលពីប្រមាណថ្ងៃមុននេះគ្រោះទឹកជំនន់នៅប្រទេសអាស៊ីអាគ្នេយ៍តួយ៉ាងនៅថៃម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបង្កដោយព្យុះភ្លៀងដ៏កំណាចបានបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ជាង300នាក់និងមនុស្សរាប់លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង